Welcome back to video part 4 សួស្តីបងបងទាំងអស់គ្នាថ្ងៃនេះបញ្ចេញសកម្មភាពតិចតួចក្នុងការធ្វើម្ហូបហើយបងបងមានឆ្ងល់អត់ថាម៉េចបានខ្ញុំសុកមកថតវីដេអូឲ្យបងបងមើល review ពីការធ្វើម្ហូបចឹងភាសាអីគាត់ថាពេលខ្លះមុខម្ហូបមួយយើងទៅផ្សារទៅរកទិញអីគាត់តែមកបញ្ចេញយូរអញ្ចឹងបើសិនជាបងបងឃើញខ្ញុំធ្វើវីដេអូធ្វើម្ហូបប្លែកមិនមែនថាប្លែកអីណាតែគ្រាន់តែថាវាជាម្ហូបប្រចាំថ្ងៃអីចឹងពេលយើងធ្វើចឹងទៅអាចធ្វើបងបងខ្លះនឹកឃើញតែចង់ញ៉ាំអីដែរចឹងទៅហើយនេះថ្ងៃហ្នឹងគឺខ្ញុំមកធ្វើជាមួយនឹងស្ងោរស្ពៃជូរចឹងយើងលាងស្ពៃជូរយើងឲ្យសោះទឹកចឹងមកដាក់វាឲ្យស្អាតមកបន្ទាប់មកខ្ញុំមកធ្វើការដំខ្ទឹមរបស់ខ្ញុំដើម្បីច្រាមវាទុកយកទៅឆាវាចឹងណាយកវាទៅម្លេងនេះគឺខ្ញុំដាក់ប្រេងឆាហើយម្លេងខ្ទឹមរបស់ខ្ញុំឲ្យឈ្ងុយឆ្ងាញ់តែម្ដងពេលយើងលេងវាហើយបន្ទាប់មកខ្ញុំថែមជាមួយសាច់របស់យើងនឹងដាក់ចូលមកយើងកូរសាច់ឲ្យឈ្ងុយឆ្ងាញ់យើងថែមស្ករប៊ីចេងអីចឹងមកហើយបន្ទាប់មករោយទឹកថៃតិចមកជាតិបងបន្ទាប់ពីធ្វើចឹងហើយកូរសាច់ជ្រូកយើងឲ្យឈ្ងុយថែមម្រេចតិចដើម្បីបង្កើនរសជាតិកាន់តែឆ្ងាញ់បន្ទាប់មកទៀតគឺខ្ញុំធ្វើការដាក់ស្ពៃជូររបស់យើងហើយថែមទឹកមកទុកឲ្យវាពុះហើយមកធ្វើជាមួយនឹងជ្រក់ស្ពៃរបស់យើងដែលនៅសល់មិញហ្នឹងដើម្បីឆ្នៃឲ្យបានម្ហូបពីរមុខអីចឹងណាយ៉ាយើងដាក់ខ្ទឹមម្ទេសតិចមកដើម្បីឲ្យវាឈ្ងុយឆ្ងាញ់ក្នុងនឹងហើតិចអីចឹងណាដាក់ស្ករមកស្ករនេះសម្រាប់បងណាដែលចូលចិត្តផ្អែមដាក់ដូចខ្ញុំចឹងមកតែបើចូលចិត្តផ្អែមទេដាក់តិចក៏បានហើយដាក់ប៊ីចេងទៀតមកហើយយើងធ្វើការកូរវាកូរឲ្យវាចូលជាតិអីចឹងណាចេះកូរអត់ហ្នឹងបងតោះមកយើងកូរវាចឹងមកអើយធម្មតានេះនិយាយមែនកូរបដាលេបទឹកមាត់បដាហ្មងដាក់មួយសិនឆ្ងាញ់តែតើអូយជូរហ្មងជ្រះមាត់មកបងចឹងហើយយើងធ្វើម្ហូបត្រូវចេះឆ្នៃបានពីរមុខចឹងដើម្បីឲ្យញ៉ាំបាយទៅមានពីរមុខអីចឹងហើយបន្ទាប់មកខ្ញុំថែមជាមួយនឹងដុំស៊ុបតិចមកឆ្អិនបដាឲ្យឆ្ងាញ់អរគុណសម្រាប់ការមើលវីដេអូដល់ចប់បាយបាយបង